សូមគោរពនឹងជម្រាបសួរទស្សនិកជនជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីព័ត៌មានកសិកម្មក្រៅប្រទេសរបស់ទូរទស្សន៍អនឡាញ ARDB សម្រាប់មាតិកាព័ត៌មានសំខាន់ៗនៅថ្ងៃនេះមានដូចជាម៉ាឡេស៊ីកំណត់គោលដៅនាំចេញម្នាស់ទំហំទឹកប្រាក់$425 លាននៅឆ្នាំ2027តម្លៃអង្គរជាមធ្យមរបស់ជប៉ុនបានហក់ឡើងដល់កម្រិតខ្ពស់បំផុតម្ដងទៀតធនាគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមចាប្រិយមិត្តជាទីមេត្រីលំដាប់តទៅនេះនាងខ្ញុំសូមជូននៅព័ត៌មានទី1ម៉ាឡេស៊ីកំណត់គោលដៅនាំចេញម្នាស់ទំហំទឹកប្រាក់$425 លាននៅឆ្នាំ2027រដ្ឋាភិបាលម៉ាឡេស៊ីមានបំណងបង្កើនតម្លៃនាំចេញផលិតផលផ្លែម្នាស់ឲ្យកើនដល់ទឹកប្រាក់ប្រមាណ$425 លាននៅឆ្នាំ2027នៃយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការពង្រឹងវិស័យនេះដែលត្រូវបានចាត់ទុកថាជាទំនិញកសិកម្មមានតម្លៃខ្ពស់អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងសន្តិសុខស្បៀងម៉ាឡេស៊ីលោកចាន់ហ្វុងហ៊ីនបានមានប្រសាសន៍ថាឧស្សាហកម្មម្នាស់មានសក្តានុពលក្នុងការបង្កើតប្រាក់ចំណូលប្រហែល$1,915នៅលើដី1ហិកតាក្នុងមួយខែតាមរយៈការអនុវត្តការគ្រប់គ្រងកសិដ្ឋានបែបទំនើបយោងតាមអនុរដ្ឋមន្ត្រីរូបនេះបានឲ្យដឹងទៀតថាការនាំចេញផ្លែម្នាស់ត្រូវបានគេរំពឹងថានឹងបន្តពង្រីកទីផ្សារថែមទៀតតាមរយៈការស្វែងរកទិសដៅបន្ថែមដូចជាប្រទេសនូវែលសេឡង់ជាដើមការនាំចេញផ្លែម្នាស់របស់ម៉ាឡេស៊ីសម្រាប់បានប្រាក់ចំណូលប្រមាណ$298 លានក្នុងឆ្នាំ2025តាមរយៈការនាំចេញសរុប76,000 តោនទៅកាន់ទីផ្សារក្រៅប្រទេសរួមមានតំបន់បច្ឆិមបូព៌ាចិននិងទ្វីបអឺរ៉ុបលោកចាន់ហ្វុងហ៊ីនបានប្រាប់អ្នកយកព័ត៌មានដូចនេះក្នុងដំណើរទស្សនកិច្ចការងារនៅមជ្ឈមណ្ឌលប្រមូលទិញផ្លែម្នាស់នៅក្នុងប្រទេសម៉ាឡេស៊ីថាដំណើរទស្សនកិច្ចនៅថ្ងៃនេះទៅកាន់គម្រោងចម្ការម្នាស់ពូជ MD2 គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការពង្រឹងការអភិវឌ្ឍឧស្សាហកម្មម្នាស់លោកក៏មានបំណងឲ្យតម្លៃនាំចេញនេះបន្តកើនឡើងនិងឈានដល់ទំហំទឹកប្រាក់$493 លាននៅឆ្នាំ2027គម្រោងដាំម្នាស់ពូជ MD2 របស់ម៉ាឡេស៊ីដំណើរការដោយក្រុមហ៊ុនកសិកម្មក្នុងស្រុកនិងគ្របដណ្ដប់នៅលើផ្ទៃដីសរុបជាង109ហិកតាការដាំដំណាំបច្ចុប្បន្នស្ថិតនៅលើផ្ទៃដីទំហំ16ហិកតាដែលមានដើមម្នាស់ពូជ MD2 ចំនួន74,432 ដើមក្នុងអត្រារស់របស់ដំណាំខ្ពស់ជាង 97%លោកអនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងសន្តិសុខស្បៀងម៉ាឡេស៊ីបានមានប្រសាសន៍បញ្ជាក់ថាដំណើរទស្សនកិច្ចនេះក៏បានកត់សម្គាល់ពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលប្រមូលកែច្នៃនិងវេចខ្ចប់កន្លែងនេះមានគោលបំណងគ្រប់គ្រងខ្សែច្រវាក់តម្លៃផ្លែម្នាស់ចាប់ផ្ដើមពីផលិតកម្មរហូតដល់ការចែកចាយនៅលើទីផ្សារលោកក៏បានកត់សម្គាល់ផងដែរថារដ្ឋសេឡាំងកូរបស់ប្រទេសម៉ាឡេស៊ីមានលក្ខខណ្ឌល្អដល់ការអភិវឌ្ឍជាមជ្ឈមណ្ឌលកសិចំណីអាហារបែបទំនើបដោយលើកឡើងពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដូចជាតាមផ្លូវអាកាសនិងផ្លូវដែកនិងការគ្រប់គ្រងគោលនយោបាយដែលកំពុងបន្តទាំងនៅកម្រិតសហព័ន្ធនិងថ្នាក់រដ្ឋាភិបាលលោកក៏បានមានប្រសាសន៍ថាលោកមិនត្រឹមតែចង់ឲ្យប្រជាជនទិញម្នាស់ដើម្បីបរិភោគប៉ុណ្ណោះទេប៉ុន្តែលោកចង់ឲ្យតំបន់នេះក្លាយទៅជាកន្លែងត្រូវយកចិត្តទុកដាក់សម្រាប់ការកែច្នៃការវេចខ្ចប់ការដាក់ស្លាកសញ្ញានិងការនាំចេញរួមទាំងការអភិវឌ្ឍរោងចក្រកែច្នៃដោយប្រើបច្ចេកវិទ្យាខ្ពស់និងមានសក្តានុពលកសិទេសចរផងដែរដើម្បីគ្រប់គ្រងដល់ការអភិវឌ្ឍឧស្សាហកម្មក្រុមប្រឹក្សាឧស្សាហកម្មម្នាស់ម៉ាឡេស៊ីបានជួយនៅក្នុងទម្រង់ជាថ្នាលបណ្ដុះកូនម្នាស់និងធាតុចូលកសិកម្មដែលមានតម្លៃបន្ថែមប្រហែល$47,200ជាប្រាក់ជំនួយឥតសំណងចំនួន$6,380សម្រាប់ហាងលក់នៅកសិដ្ឋាននិងការបណ្ដុះបណ្ដាលបច្ចេកទេសថ្មីៗក្នុងនោះក៏មានគំនិតផ្ដួចផ្ដើមបន្ថែមផងដែររួមមានកម្មវិធីផ្ដោតលើសហគមន៍និងយុវជនដោយសម្លឹងឆ្ពោះទៅរកគោលដៅឆ្នាំ2026ក្រុមប្រឹក្សាភិបាលមានផែនការបង្កើតគម្រោងអភិវឌ្ឍបន្ថែមទៀតនៅក្នុងរដ្ឋសេឡាំងកូដែលគ្របដណ្ដប់នៅលើផ្ទៃដី49ហិកតាជាមួយនឹងថវិកាសម្រាប់លើកទឹកចិត្តសរុបប្រហែល$277,000ហើយរំពឹងថានឹងមានប្រតិបត្តិការចំនួន26នាក់
កាលពីឆ្នាំ2025កញ្ចប់ថវិកាប្រហែល$38,300ត្រូវបានផ្ដល់ទៅឲ្យកសិករវ័យក្មេងនៅក្នុងរដ្ឋនេះដើម្បីលើកកម្ពស់វិស័យកសិកម្មដាំម្នាស់លោកចាន់ហ្វុងហ៊ីនបានបន្ថែមថារដ្ឋាភិបាលរដ្ឋសេឡាំងកូក៏បានផ្ដល់ថវិកាប្រមាណ$24,100ដល់សហគ្រិនម្នាស់ផងដែរព្រមទាំងផ្ដល់ការគាំទ្រសម្រាប់ធាតុចូលកសិកម្មក្នុងទឹកប្រាក់ប្រហែល$25,500ដោយបានបែងចែកដល់ប្រតិបត្តិការចំនួន38នាក់លោកក៏បានមានប្រសាសន៍ថារដ្ឋាភិបាលសហព័ន្ធនិងរដ្ឋាភិបាលរដ្ឋសេឡាំងកូនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយវិស័យឯកជនដើម្បីអភិវឌ្ឍឧស្សាហកម្មម្នាស់ប្រកបដោយនិរន្តរភាពនិងពង្រឹងសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ីចាទស្សនិកជនជាទីមេត្រីសម្រាប់ព័ត៌មានចុងក្រោយនៅថ្ងៃនេះតម្លៃអង្ករជាមធ្យមរបស់ជប៉ុនបានហក់ឡើងដល់កម្រិតខ្ពស់បំផុតម្ដងទៀតយោងតាមទិន្នន័យរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរបស់ជប៉ុនបានឲ្យដឹងថាបន្ទាប់ពីបានធ្លាក់ចុះបន្តិចបន្តួចតម្លៃអង្ករជាមធ្យមរបស់ប្រទេសជប៉ុនបានហក់ឡើងដល់កម្រិតខ្ពស់បំផុតម្ដងទៀតនៅក្នុងដើមខែមករាឆ្នាំ2026នេះសារព័ត៌មានចេបថែមផែមបានដកស្រង់ទិន្នន័យរបស់ក្រសួងដែលបានចេញផ្សាយកាលពីថ្ងៃទី2ខែមករាឆ្នាំ2026ដោយបានបង្ហាញថានៅចុងសប្តាហ៍មុនតម្លៃអង្ករជាមធ្យមដែលបានលក់នៅផ្សារទំនើបប្រហែល1000កន្លែងនៅទូទាំងប្រទេសជប៉ុនបានឡើងថ្លៃចំនួន93យេនឬស្មើនឹង$0.58បើធៀបនឹងសប្តាហ៍មុនគឺឡើងដល់$4.416យេនឬស្មើនឹង$27.72ក្នុងអង្ករ5គីឡូក្រាមដូច្នេះបើគិតតម្លៃអង្ករក្នុង1គីឡូក្រាមគឺ$883.2យេនឬស្មើនឹង$5.54គិតត្រឹមថ្ងៃទី28ខែធ្នូឆ្នាំ2025ដែលទើបតែកន្លងមកថ្មីនេះតម្លៃអង្ករជប៉ុនជាមធ្យមបានធ្លាក់ចុះ14យេនឬស្មើនឹង$0.088មកនៅត្រឹមតម្លៃ$4.323យេនឬស្មើនឹង$27.14ក្នុងអង្ករ5គីឡូក្រាមនៅក្នុងរបាយការណ៍នាសប្តាហ៍ចុងក្រោយនេះតម្លៃអង្ករស្រូវថ្មីបានកើនឡើងថ្លៃវិញចំនួន21យេនឬស្មើនឹង$0.13គឺដល់តម្លៃ$4.516យេនឬស្មើនឹង$28.35ក្នុងអង្ករ5គីឡូក្រាមនៅក្នុងដើមខែមករាឆ្នាំ2026នេះអង្ករលក់នៅតាមទីផ្សារក្នុងប្រទេសជប៉ុនគឺ74%គឺជាអង្ករស្រូវថ្មីចំណែកការអង្កេតដាច់ដោយឡែកមួយទៀតក្នុងចំណោមផ្សារទំនើបប្រហែល1200កន្លែងគឺបានបង្ហាញថាតម្លៃអង្ករជប៉ុនជាមធ្យមបានកើនឡើងថ្លៃចំនួន291យេនឬស្មើនឹង$1.83ដោយឡើងដល់$4,176យេនឬស្មើនឹង$26.22នៅក្នុងបរិមាណអង្ករស្រូវថ្មីទម្ងន់5គីឡូក្រាមកន្លងមកថ្មីនេះរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរបស់ជប៉ុនបានលើកឡើងថាតម្លៃស្រូវអង្ករឡើងខ្ពស់ក៏បានរួមចំណែកជួយលើកទឹកចិត្តកសិករជប៉ុនឲ្យប្រឹងដាំស្រូវបន្ថែមទៀតហើយស្រូវប្រហែល7.48លានតោនត្រូវបានគេរំពឹងថានឹងត្រូវប្រមូលផលនៅឆ្នាំ2025នេះដែលកើនឡើង10%លើសឆ្នាំមុនចំណែកទិន្នផលស្រូវនៅឆ្នាំ2026ត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះចំនួន5%ពីមួយឆ្នាំទៅមួយឆ្នាំមកនៅត្រឹម7.11លានតោនប៉ុណ្ណោះក្រសួងធ្លាប់បាននិយាយទៀតថាបើសិនការព្យាករណ៍ពីតម្រូវការអង្ករសម្រាប់ឆ្នាំ2026មានបរិមាណពី6.94លានទៅ7.11លានតោនរដ្ឋាភិបាលជប៉ុនបានគូបញ្ជាក់ពីគោលនយោបាយមួយដើម្បីបង្កើនផលិតកម្មស្រូវនៅក្នុងផែនការមូលដ្ឋានសម្រាប់ស្បៀងអាហារកសិកម្មនិងតំបន់ជនបទដែលនឹងបម្រើជាគោលការណ៍ណែនាំសម្រាប់គោលនយោបាយកសិកម្មនៅក្នុងរយៈពេល5ឆ្នាំខាងមុខអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba Shigeru ធ្លាប់បានមានប្រសាសន៍ទៀតថាតម្លៃអង្ករគួរតែត្រូវបានកំណត់ដោយទីផ្សារមិនត្រូវកំណត់តម្លៃអង្ករជាក់លាក់ណាមួយឡើយតម្លៃអង្ករគួរតែមានស្ថិរភាពរាប់ទាំងស្ថិរភាពនៃការផ្គត់ផ្គង់អង្ករនិងស្ថិរភាពតម្រូវការអង្ករជាក់ស្ដែងនៅលើទីផ្សារ
ទោះជាយ៉ាងណាក៏ដោយខណៈពេលតម្លៃអង្ករកំពុងតែឡើងខ្ពស់ការនាំចូលអង្ករពីបរទេសដោយវិស័យឯកជនក៏មានផងដែរដែលយោងតាមស្ថិតិរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនបានឲ្យដឹងថាតម្លៃអង្ករចំនួន 86,523 តោនត្រូវបាននាំចូលដោយវិស័យឯកជននៅក្នុងឆមាសទី1នៃឆ្នាំ2025ដែលច្រើនជាង200ដងនៃបរិមាណអង្ករនាំចូលនៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ2024នៅពេលវិស័យឯកជននាំចូលអង្ករពីបរទេសពេលនោះរដ្ឋាភិបាលជប៉ុនតម្រូវឲ្យពន្ធចំនួន241យេនឬស្មើនឹង$1.56ក្នុង1គីឡូក្រាមទោះបីជាយ៉ាងនេះក្តីក្រុមហ៊ុនឯកជនរបស់ជប៉ុនបានបង្កើនការនាំចូលអង្ករពីបរទេសពីព្រោះតម្លៃនៅតែទាបជាងអង្ករក្នុងស្រុកទោះបីជាបង់ពន្ធរួចហើយក៏ដោយចាប្រិយមិត្តជាទីមេត្រីសម្រាប់ព័ត៌មានកសិកម្មក្រៅប្រទេសរបស់ទូរទស្សន៍អនឡាញ ARDB នៅថ្ងៃនេះគឺបានឈានដល់ទីបញ្ចប់នាងខ្ញុំសូមអរគុណដល់ទស្សនិកជនទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដាននៅកម្មវិធីនេះគណៈពេលនេះនាងខ្ញុំរួមទាំងក្រុមការងារសូមអរគុណសូមជម្រាបលា